សូមគោរពជំរាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតមកកាន់ page របស់ខ្ញុំបាទជាអ្នកដែលធ្វើការរកត្រីនៅតាមស្រុកស្រែជនបទហើយ page របស់ខ្ញុំឈ្មោះថាជាសាក់ឬក៏ជាសាក់ KH ឬក៏ country side life ជាងជីវិតជាអ្នកជនបទនេះគឺជាសកម្មភាពពុកម៉ែបងប្អូនរបស់បងប្អូនយើងគាត់ជាប់ត្រីពុកម៉ែបងប្អូនបាទគាត់ដាក់ត្រង់ត្រីតូចគាត់អត់មានមកអត់មានមុងមានអីដាក់ដូចគេទេអត់មានស្បៃដាក់ដូចគេទេប៉ុន្តែគាត់បែកគំនិតបែកគំនិតគាត់បែកគំនិតយកកញ្ច្រែងមកដល់ដាក់ត្រង់នៅតាមកូនដុកតូចអញ្ចឹងត្រីអាកូនត្រីក្អិតតូចហ្នឹងគឺវារ៉បគៀនហ្នឹងវារត់ចូលវាហូរតាមទឹកវាចូលច្រើនណាស់ពុកម៉ែបងប្អូនហើយគាត់ដូចជាខ្ទង់3 4ម៉ោងបាទគាត់4ម៉ោងគាត់បានមកកូនធុងស៊ីប្រូបាទមកកូនធុងស៊ីប្រូត្រីហ្នឹងគឺកូនល្អិតហ្នឹងហើយត្រីហ្នឹងគឺល្អតែម្ដងมันមានសម្រាមมันមានអីដូចយើងដាក់ម៉ងដាក់មុងដាក់អីចឹងណាពុកម៉ែបងប្អូនបាទនេះគឺជាការរកត្រីបែបវិធីសាស្ត្រថ្មីបែបគំនិតរកដោយសារតែត្រីវាសម្បូរពេកតែកាលណាត្រីសម្បូរគឺវាស្រួលរកចឹងឯងពុកម៉ែបងប្អូនបាទมันខ្វះរកទេហើយឥឡូវខ្ញុំសម្រាប់បងសិនមកថតគាត់ដោយសារសុំបងឲ្យខ្ញុំសុំថតចឹងគាត់ថាអូខេអត់អីថតបាននេះត្រីនៅក្នុងក្រង់នេះគឺសិតតត្រីឆ្លាំងហើយពុកម៉ែបងប្អូនដែលបងប្អូនរបស់យើងគាត់ស្ទួយបាននេះគឺមើលពុកម៉ែបងប្អូនដាក់ចូលគឺកូនត្រីក្អិតច្រើនតែមែនទេពុកម៉ែបងប្អូនហើយ4 5ម៉ោងនេះគឺគាត់ចាប់ដាំបានត្រីរហូតទៅដល់មកកូនធុងហើយមិនបាច់លាងបាក់អីទៀតទេអាត្រីនេះគឺដឹងតែគេយកទៅធ្វើត្រីប្រៃពុកម៉ែមិនត្រីប្រៃគេធ្វើប្រអាប់ទុកហើយមិនចេះតែធ្វើទេគេមានថ្លឹងគេមានរបៀបថ្លឹងត្រីគេមានរបៀបថ្លឹងអំបិលទៀតណាមិនចេះតែធ្វើផ្ដេសផ្ដាសទេបាទហើយត្រីវាកំពុងតែរច្រើនតាមនឹងហើយការធ្វើត្រីប្រៃហ្នឹងគឺមិនស្រួលដោយការគិតទេអ្នកហូបហ្នឹងអូប៉កែរោត្រីបាននេះបកែរោត្រីកូនល្អិតបានឲ្យធ្វើត្រីប្រៃហើយមិនងាយស្រួលធ្វើទេគឺមានការថ្លឹងអំបិលថ្លឹងត្រីប្រមាណចានអំបិលប្រមាណចានដើម្បីធ្វើទៅរហូតផ្អាប់វាទុករហូតដល់1ឆ្នាំមកបាទរហូតដល់2 3ខែ1ខែអញ្ចឹងវាចាប់ដាំកើតត្រីប្រៃហ្នឹងអាចញ៉ាំបានហើយយើងអាចទុកវារហូតដល់1ឆ្នាំអញ្ចឹងទៅពុកម៉ែបងខួបអញ្ចឹងណានេះគឺជាសកម្មភាពប្រកួតគាត់សប្បាយចិត្តណាគាត់ដាក់បានហើយនិយាយទៅគឺចូលរួមសប្បាយជាមួយគាត់ដែរបាទមើលតែទឹកមុខគាត់សប្បាយហើយគេអ្នកដាក់មកគេអ្នកដាក់មុងហ្នឹងគឺអត់ចូលដូចគាត់ទេតែគាត់ហ្នឹងគឺដាក់បានលើកសើចសប្បាយអើយយកខ្ញុំថតគាត់ហើយអធិស្ឋានផងបងមកឃើញវីដេអូនេះហើយកុំភ្លេចចុច like follow page share វីដេអូរបស់បងមួយផងអរគុណច្រើននឹងហើយកុំភ្លេចណាពុកម៉ែបងប្អូនកុំភ្លេចគាំទ្រខ្ញុំបាទ page របស់ខ្ញុំបាទហើយចុច follow page share វីដេអូដើម្បីតាមដានទុកជាអនុស្សាវរីយ៍នៅក្នុងការរកត្រីតាមស្រុកស្រែជនបទគ្នាពុកម៉ែបងប្អូនល្អតែមែនទេអានេះគឺគាត់យកទៅទុកម៉ាសាហើយបាទយកទៅទុកម៉ាសាហើយមកកូនធុងតូចឥឡូវនេះគាត់បានដាក់នៅក្នុងធុងធំនេះម៉ាសាទៀតឥឡូវលុបបាត់ធុងធំហើយបាទដូចជាខ្ទង់ដល់ល្ងាចគាត់បានរហូតទៅដល់ដូចជាចិត្ត2ធុងពុកម៉ែបងប្អូនគាត់តែត្រង់ប៉ុណ្ណឹងរហូតដល់ស្អែកឡើងពុកម្ដាយរបស់ខ្ញុំប្រាប់គាត់ហើយគាត់ចាប់ដើមហួលហោះយកកញ្ច្រែងមកដួសដានដល់ពេលមកស្អែកឡើងអត់មានត្រីអត់មានត្រីដោយសារតែមេឃវារោភ្លៀងតែពីកាលណាមេឃរោភ្លៀងគឺវាអត់សូវមានត្រីឡើងមកតែទូចនឹងមានត្រីល្មមដូចជាត្រីកញ្ចក់ពេលយើងត្រឡប់ទៅផ្ទះវិញពុកម៉ែបងប្អូនបាទនេះសែកសប្បាយក្អាយណាស់ពុកម៉ែបងប្អូនអើយដល់ចេញមកផ្ទះវិញហើយបានច្រើនគួរសមបានអ្នកដែលធ្វើឲ្យគេបានមកធុងបាទត្រីមិនទាន់ធ្វើត្រីថ្មីក៏បានច្រើនគួរសមដែរពុកម៉ែបងប្អូនបាទហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនបើជួយចិត្តស្រឡាញ់ follow page share វីដេអូរបស់ខ្ញុំអ្នកមួយផងនេះត្រីដែលយើងរកបានអានេះដែលយើងធ្វើហើយណាពុកម៉ែបងប្អូនបាទហ្នឹងហើយពិតជាសបាយមកគូយន្តហ្នឹងគឺសបាយទាំងអស់មានក្មេងៗមានតូចបាទនឹងគឺជាអ្វីដែលនេះគឺត្រីញៀនណាពុកម៉ែបងប្អូនយើងត្រាំទឹកកកទុកលាងសម្អាតដល់ផ្ទះដឹងតែឆ្ងាញ់មាត់ទៀតហើយបូកត្រីកោះកុងដាក់បន្លែដាក់អីមានខ្ទឹមពងមានអីចឹងណាពុកម៉ែបងប្អូនបាទអរគុណច្រើនកុំភ្លេចស្រឡាញ់នៅវីដេអូរបស់ខ្ញុំដែលផលិតនេះពុកម៉ែបងប្អូនចុចតាមដាន follow page share វីដេអូរបស់ខ្ញុំម្នាក់មួយផងពុកម៉ែបងប្អូនបាទរៀបចំចេញទៅផ្ទះហើយបាទនឹងហើយពិតជាសប្បាយចិត្តពិតជាអរគុណបងប្អូនដែលបានជួយបងជួយអីចឹងណាពុកម៉ែបងប្អូនបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ